កូន4ខែរំលូតបានអត់អ្នកគ្រូចាំបងខ្ញុំបានបញ្ជាក់រាល់វីដេអូឲ្យចំពោះឈុតថ្នាំរំលូតខាងខ្ញុំគឺប្រាប់បានត្រឹមអាយុកូន9សប្តាហ៍ចុះក្រោមកូននៅក្នុងស្បូនអញ្ចឹងកូនបង4ខែចូល16សប្តាហ៍បងអត់អាចប្រើថ្នាំរំលូតបានទេប្រើទៅមានគ្រោះថ្នាក់អត់ទទួលបានជោគជ័យទៀតអញ្ចឹងចំពោះករណីដែលបងអត់ចង់ទុកទេបងត្រូវទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីធ្វើសេវាកម្មបូមសម្អាតផ្ទាល់ជាមួយគាត់ដែលសារខាងខ្ញុំជាអសតដ្ឋានក៏ដូចជាខ្ញុំជាអសតការីអញ្ចឹងខ្ញុំមានសេវាកម្មផ្សេងទេខ្ញុំមានតែឈុតថ្នាំហើយបើចំពោះឈុតថ្នាំរបស់ខ្ញុំគឺប្រើបានត្រឹមតែ9សប្តាហ៍ចុះក្រោមកូននៅក្នុងស្បូនទេលទ្ធផលមើលតាមការអេកូអញ្ចឹងចំពោះបងដែលគាត់កូនលើសពី10សប្តាហ៍ឡើងទៅឬក៏ចូលដល់3ខែ4ខែហើយគឺប្រើថ្នាំរំលូតខាងខ្ញុំបានទេបងហើយមានបងមួយចំនួនទៀតគាត់ព្រមទៅអេកូទេគាត់គិតតែពីនិយាយថាគាត់ច្បាស់ហើយថាគាត់មានកូនគាត់តែទឹកនោមទៅឃើញ2កម្មគាត់ចង់ទិញថ្នាំពីខាងខ្ញុំទៅខាងខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតថាត្រូវការមើលកតាអេកូអត់មានកតាអេកូគឺលក់ជូនទេដោយសារថ្នាំមានលក្ខខណ្ឌប្រើបាននិងប្រើមិនបានលក្ខខណ្ឌប្រើបានគឺកូន9សប្តាហ៍ចុះក្រោមកូននៅក្នុងស្បូនលទ្ធផលមើលតាមការអេកូចំពោះករណីដែលមិនអាចប្រើបានគឺកូនលើសពី9សប្តាហ៍កូននៅក្រៅស្បូនមានការធ្លាក់ឈាមច្រើនថ្ងៃមានការឈឺចាប់ឬក៏ចុកពោះច្រើនថ្ងៃអញ្ចឹងក៏ប្រើបានដែរឬក៏អ្នកខ្លះទៀតគាត់មានការធ្លាក់សយូរថ្ងៃឬក៏ច្រើនក៏ប្រើថ្នាំរំលូតអត់បានដែរអញ្ចឹងបានខាងខ្ញុំទៀមមើលកតាអេកូជាមុនសិនដើម្បីមើលលទ្ធផលឃើញថាតើអាចប្រើបានឬក៏អត់បើក្នុងករណីប្រើបានខ្ញុំនឹងប្រាប់ឲ្យថាប្រើបានបើក្នុងករណីប្រើបានទេគឺខ្ញុំណែនាំឲ្យទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើសេវាកម្មមួយគាត់បើក្នុងករណីគាត់អាចជួយបានចំពោះខាងខ្ញុំគឺមានឈុតថ្នាំរំលូតជាមួយនឹងឈុតវីតាមីនជំនួយស្បូនអញ្ចឹងសម្រាប់បងដែលគាត់ធ្លាប់រំលូតកូនឬក៏ធ្លាប់ប្រើថ្នាំរំលូតអីហ្នឹងសម្រាប់ថ្នាំរំលូតគឺអត់មានអីជួយដល់ស្បូនទេគឺមានតែធ្វើឲ្យស្បូនកាន់តែស្ដាងកាន់តែខ្សោយហើយងាយប្រឈមជាមួយនឹងជំងឺផ្សេងបើចំពោះឈុតវីតាមីនជំនួយស្បូននេះគឺជួយបង្ការស្បូនកុំឲ្យមានការរលាកឬក៏ស្បូននឹងខ្សោយហើយនៅពេលដែលប្រើថ្នាំរំលូតហើយស្បូននោះក៏ឆាប់បិទចិត្តមកវិញដែរអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតសម្រាប់បងដែលគាត់ឆាំឲ្យខ្ញុំសុំទៅអេកូសិនហើយខាងខ្ញុំគឺអត់មានការអេកូទេអញ្ចឹងបងទៅកន្លែងអេកូដែលគ្រូពេទ្យគាត់មានសេវាកម្មអេកូសាសឬក៏អេកូផ្ទៃពោះហ្នឹងឲ្យថតកណ្ដាលឲ្យខ្ញុំមើលសិនបើក្នុងករណីប្រើបានចាំខ្ញុំប្រាប់បងតាមក្រោយ